បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់រាប់អានជួបគ្នាជាមួយនឹងខ្ញុំបាទបរាសាជាថ្មីម្ដងទៀតហើយនៅសកម្មភាពថ្មីនៃជីវិតនិងការធ្វើម្ហូបប្រចាំថ្ងៃរបស់បរាហើយថ្ងៃនេះផងដែរចង់ហូបសម្លទំពាំងអញ្ចឹងហើយក៏លីកំបិតសម្ដៅមកគុំឫស្សីនៅខាងឆ្ងាយពីផ្ទះហើយបងប្អូនគឺនៅឆ្ងាយពីផ្ទះហើយក៏ធ្វើដំណើរមកដល់ហ្នឹងចាប់ផ្ដើមកាប់ឆ្ការព្រៃឫស្សីបន្លាដោយសារតែឫស្សីហ្នឹងវាសម្បូរបន្លាបើសិនតែយើងអត់កាប់ឆ្ការត្រាយវាអញ្ចឹងទេគឺជីកទំពាំងអត់បានហូបទេហើយណាមួយខែហ្នឹងបើសិនណាមើមទំពាំងនេះវាមានដោះមានអីអញ្ចឹងបើសិនណាវានៅវាលអត់នៅក្នុងព្រៃក្នុងបន្លាទេគឺវាអត់សល់ទេដោយសារតែទំពាំងនេះដើមឫស្សីវានៅឆ្ងាយពីផ្ទះខ្ញុំអញ្ចឹងណាបងប្អូននៅឯចំការខ្ញុំប៉ុន្តែវាឆ្ងាយពីផ្ទះហើយបើសិនណាមានដោះវិញគេលួចជីកយកអស់ហើយដោយសារតែខែហ្នឹងវាអត់សូវមានដោះវាមិនសូវមានភ្លៀងនិយាយរួមទៅវាមិនសូវមានភ្លៀងទេគឺវាមិនមានភ្លៀងតលតែសោះដល់ពេលអញ្ចឹងទៅទំពាំងក៏វាមិនសូវដោះដែរឲ្យតែឃើញដោះចេញមកមួយហ្នឹងគឺមានអ្នកមកជីកយកទៅហូបហើយដោយសារតែខ្ញុំមិនសូវដែលបានមកទេវានៅឆ្ងាយពីផ្ទះហើយខែហ្នឹងខែក្តៅហួតហែងបែបហ្នឹងគឺមិនសូវបានដាំដំណាំអីទេហើយដល់ពេលដំណាំក៏មិនបានដាំអញ្ចឹងក៏មិនសូវមកចំការដែរពេលដែលទំពាំងដោះគេតែងតែលួចជីកយកទៅហូបអីអញ្ចឹងណាព្រោះថាខែហ្នឹងឲ្យតែមានទំពាំងមួយអញ្ចេះជីកយកទៅស្លោហូបគឺឆ្ងាញ់ណាស់ខ្ញុំចូលចិត្តហូបទំពាំងនេះណាហើយបន្ទាប់ពីខ្ញុំជីកពីគុំមួយអស់ទំពាំងហើយក៏ខ្ញុំទៅមើលគុំផ្សេងទៀតអញ្ចឹងណាដោយសារតែឫស្សីបន្លារបស់ខ្ញុំនេះមាន3 4គុំដែរដល់ពេលអញ្ចឹងទៅគឺវាមានដោះមួយគុំមួយពីរមួយគុំមួយពីរទៅយើងអាចនឹងជីកបានមួយសម្លហើយប៉ុន្តែដោយខ្ញុំប្រាប់អញ្ចឹងបងប្អូនយើងតលតែជីកវាគឺស្ការព្រៃស្ការបន្លាអីអស់អញ្ចឹងណាទៅជីកវាបានបើមិនអញ្ចឹងទេជីកវាអត់បានទេដោយសារតែឫស្សីនេះវាមានបន្លាច្រើនណាគឺបន្លាវាមុតស្រួចវែងខ្លាំងមែនតែនតែម្ដងបងប្អូនហើយបងប្អូនកុំច្រឡំថានេះគឺជាទំពាំងព្រៃតាមពិតទៅរូបរាងបន្លាហើយនឹងដើមរបស់វាស្រដៀងទៅនឹងទំពាំងព្រៃឫស្សីព្រៃដែរប៉ុន្តែមិនមែនជាឫស្សីព្រៃទេឫស្សីយើងឫស្សីស្រុកហ្នឹងប៉ុន្តែត្រង់ថាឫស្សីហ្នឹងវាមានបន្លាអញ្ចឹងណាបងប្អូនហើយក៏មិនមែនជាឫស្សីចិនឫស្សីផ្អែមអីដែរគឺជាឫស្សីក្នុងស្រុកពិតតែម្ដងកាលពីមុនចាស់គាត់តែងតែយកដើមឫស្សីហ្នឹងយកទៅធ្វើបង្អោងឬមួយក៏អាដើមណាល្អអត់សូវមានខ្នែងអត់សូវមានមែកអត់សូវមានបន្លាអីហ្នឹងគេយកទៅធ្វើជាអំពង់គឺបំពង់ត្រង់ទឹកត្នោតណាបងប្អូនច្រឡំអំពង់ការពិតទៅគឺបំពង់ហ្នឹងហើយអធិស្ឋានផងបងប្អូននិយាយទៅចេះតែជាប់មាត់ដោយសារតែមួយរយៈពេលនេះអត់សូវស្រួលខ្លួនទេក្តៅពេកទៅស្ងួតបំពង់កស្ងួតមាត់អីចឹងទៅនិយាយទៅចេះតែជាប់មាត់ចឹងណាបងប្អូនហ្នឹងហើយបន្ទាប់ពីខ្ញុំដើរមកគុំមួយទៀតហើយហ្នឹងក៏ឃើញមានទំពាំងដោះទៀតហើយអញ្ចឹងយើងចាប់ផ្ដើមជីកវាមកវារៀងពិបាកជីកបន្តិចដោយសារតែវាដោះត្បៀតទៅនឹងអាគល់ចាស់អញ្ចឹងណាវាដោះចេញពីខាងក្នុងមកចេញមកក្រៅហើយវាទៅដើមគឺវាដោះត្បៀតបែបហ្នឹងឯងហើយទំពាំងនេះវាដោះមានរដូវវាមិនមែនដោះដូចទំពាំងឫស្សីផ្អែមទេឫស្សីផ្អែមឲ្យតែយើងចាក់ទឹកវាដោះរហូតប៉ុន្តែសម្រាប់ទំពាំងឫស្សីបន្លានេះវិញគឺវាដោះតែចាប់ពីខែ4ឡើងទៅដល់ខែ6ខែ7អីហ្នឹងគឺវាអស់ហើយគឺវាអស់តែម្ដងបងប្អូនហ្នឹងហើយបន្ទាប់ពីខ្ញុំជីកបានហើយហ្នឹងមកប៉ះអាគុំនេះបានទំពាំងឡើងធំតែម្ដងបងប្អូនបន្ទាប់មកហ្នឹងក៏ខ្ញុំត្រឡប់មកផ្ទះវិញក៏យើងចាប់ផ្ដើមចិត្តសម្បកវាតែម្ដងតាមពិតទៅខ្ញុំជីកទំពាំងហ្នឹងបានរៀងច្រើនដែរប៉ុន្តែដោយសារតែមិញខ្ញុំឃើញខ្ញុំកាន់ទំពាំងមកហ្នឹងចៃដន្យអីគាត់នៅផ្ទះខ្ញុំអញ្ចឹងណាដល់ពេលអញ្ចឹងទៅក៏គាត់សុំយកទៅស្លោខ្លះទៅគាត់ថាអូចង់ហូបយូរហើយប៉ុន្តែដោយសារតែគាត់រកមិនបានអញ្ចឹងណាព្រោះថាទំពាំងហ្នឹងវាពិបាកជីកខ្លាំងមែនតែម្ដងបងប្អូនដល់ពេលអញ្ចឹងទៅគាត់រកអត់បានហូបដល់ពេលគាត់ឃើញខ្ញុំជីកបានក៏គាត់សុំខ្លះយកទៅស្លោហូបអញ្ចឹងទៅហើយក៏ខ្ញុំឲ្យគាត់ទុកតែទំពាំង3ហ្នឹងយកមកស្លោខ្លួនឯងអញ្ចឹងណាព្រោះថាទំពាំង3ហ្នឹងក៏យើងស្លោគ្រប់ដែរស្លោមិនអស់ផងព្រោះថាយើងជីកមកហ្នឹងសើតែខ្ចីទេចាស់តែបន្តិចយើងចិត្តចោលតែបន្តិចក្រៅពីហ្នឹងគឺសិតតែខ្ចីល្អខ្លាំងមែនតែអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមបកសម្បកអីវាចិត្តអាចាស់ចោលឡើងស្អាតអញ្ចឹងហើយយើងក៏លាងទឹកវា2 3ទឹកអីចឹងណាបងប្អូនលាងដើម្បីឲ្យវាស្អាតល្អអញ្ចឹងទៅព្រោះថាយើងជីកពីដីមកប៉ុន្តែថ្ងៃនេះផងដែរគឺខ្ញុំយកទំពាំងមិនមែនស្លោហូបផ្ទាល់ទេចង់ស្លោមកជូរអញ្ចឹងតលតែយើងត្រាំទំពាំងឲ្យជូរសិនទៅយកទៅស្លោហូបអញ្ចឹងជាដំបូងបំផុតខ្ញុំត្រូវកាត់ទំពាំងកង់ដោយសារតែយើងលាងចិត្តអាចាស់អីចោលឡើងស្អាតហើយហ្នឹងក៏យើងលាងទឹកលាងអីស្អាតបាតហើយហ្នឹងក៏យើងចិត្តវាជាបន្ទះស្ដើងមកល្មមមកបងប្អូនចិត្តបន្ទះអញ្ចឹង
ចឹងហើយបន្ទាប់មកយើងចិត្តជាចង្វាមូលដើម្បីធ្វើជាទំពាំងត្រាំបើយើងធ្វើទំពាំងជូរនឹងទុកហូបក៏បានហើយយកទៅស្លោហូបឬមួយក៏យើងគ្រាន់តែយកទៅប្រឡាក់អំបិលប៊ីចេងស្ករអីហូបក៏វាបានដូចគ្នាបងប្អូនតែថ្ងៃនេះខ្ញុំធ្វើទំពាំងជូរហ្នឹងគឺយើងធ្វើទុកហូបយកទៅស្លោក៏បានយកទៅហូបផ្ទាល់ក៏បានជាមួយនឹងត្រីអាំងអីអញ្ចឹងក៏បានដែរបងប្អូនអាហ្នឹងនិយាយទៅរសជាតិវាជាដៀងតែនឹងទំពាំងជ្រក់ដែរប៉ុន្តែគ្រាន់ថាទំពាំងជ្រក់យើងធ្វើបែបផ្សេងតែអានេះយើងធ្វើបែបផ្សេងអញ្ចឹងណាអានេះយើងអត់មានអីពិបាកទេយើងគ្រាន់តែត្រាំទឹកវាដាក់ទុកឲ្យមួយយប់ពីរយប់អីទៅហើយយើងដាក់អំបិលបន្តិចទៅដើម្បីឲ្យវាមានរសជាតិប្រៃតិចតិចអញ្ចឹងណាហើយត្រាំទឹកបែបនេះហ่ะដាក់អំបិលបន្តិចមកយើងទុករយៈពេលតាមមួយយប់ពីរយប់អីហ្នឹងគឺវាឡើងស្រួយខ្ញោកយកទៅហូបប្រឡាក់តែប៊ីចេងស្ករហូបក៏បានឬមួយក៏យើងយកទៅធ្វើអីផ្សេងយកទៅស្ងោរជាមួយនឹងឆ្អឹងជ្រូកឬមួយក៏ស្ងោរជាមួយនឹងសាច់ជ្រូកសាច់មាន់អីក៏បានដូចគ្នាដែរអញ្ចឹងខ្ញុំយកទៅដាក់ត្រាំទឹកទុករយៈពេលមួយយប់បងប្អូនហ្នឹងហើយបន្ទាប់ពីបានមួយយប់ហើយហ្នឹងយើងទៅមើលទំពាំងយើងឃើញថាសាច់វាឡើងរឹងល្អហើយវាចេញជាតិហាងចេញមកក្រៅអញ្ចឹងណាដោយសារតែទំពាំងហ្នឹងវាមានជាតិរាងហាងអញ្ចឹងណាពេលដែលយើងស្លអីយើងតតែរងាស់ពេលដែលយើងស្លស្រស់បងប្អូនប៉ុន្តែបើយើងយកទៅត្រាំចេះហើយយើងមិនបាច់ជារងាស់វាអីទេយើងគ្រាន់តែលាងទឹកវាឲ្យស្អាតមកទឹកពីរទឹកហើយយើងអាចយកទៅស្លបានហើយថ្ងៃនេះផងដែរហ្នឹងគឺខ្ញុំមកធ្វើស្លមកជូរទំពាំងជាមួយនឹងឆ្អឹងជ្រូកឬមួយហៅថាស្ងោរឆ្អឹងជ្រូកទំពាំងជូរក៏បានដែរព្រោះថាវាមានជាតិជូរអញ្ចឹងណាពេលដែលស្លគឺអត់ដាក់មកជូរទេគឺវាមានរសជាតិជូរតែជូរបែបផ្សេងអញ្ចឹងណាបើយើងស្លសម្លមកជូរដែលយើងដាក់មកជូរវិញគឺរសជាតិវាបែបផ្សេងគឺវាអានេះឆ្ងាញ់ដែរវាជូរដែរប៉ុន្តែវាជូរបែបផ្សេងមិនដូចយើងស្លមកជូរដាក់មកជូរទេអញ្ចឹងទំពាំងជូររបស់ខ្ញុំបានលាងទឹកមកទឹកពីរទឹកបានស្អាតហើយក៏ខ្ញុំមកកាប់ឆ្អឹងជ្រូកនេះតាមពិតទៅខ្ញុំទិញមកពីផ្សារហ្នឹងក៏គេកាប់ហើយមួយសាហើយតែវារាងធំអញ្ចឹងក៏ខ្ញុំកាប់ថែមឲ្យវារាងតូចបន្តិចអញ្ចឹងណាដើម្បីឲ្យពេលយើងស្ងោរទៅវាឆាប់ផុយអញ្ចឹងណាបងប្អូនបន្ទាប់មកហ្នឹងយើងកាប់ហើយអីហើយហ្នឹងក៏យើងមកដំខ្ទឹមសពី3កំពឹសមកហើយយើងបកសម្បកវាចេញឲ្យស្អាតក៏ចិញ្ច្រាំវាឲ្យរាងម៉ត់បន្តិចទៅព្រោះថាយើងត្រូវការបំពងឲ្យវាឈ្ងុយហើយជាមួយនឹងម្ទេសផងដែរគឺខ្ញុំហាន់ឲ្យវាល្អិតតូចបែបហ្នឹងមកខ្ញុំអត់ដាក់ម្ទេសច្រើនទេដោយសារតែខ្ញុំហ្នឹងក៏មិនសូវចូលចិត្តហឹរហើយណាមួយហូបហឹរក៏វាមិនសូវបានអីចឹងណាអញ្ចឹងហើយខ្ញុំអត់ហូបច្រើនទេហូបតែបន្តិចទេបន្ទាប់មកខ្ញុំចាក់ខ្លាញ់ដាក់លើឆ្នាំងបន្តិចហើយទុកឲ្យវាក្តៅបន្តិចដាក់ខ្ទឹមសដែលយើងបានចិញ្ច្រាំមុននឹងចូលមកបំពងជាមួយនឹងស្ករត្នោតទៅវាឈ្ងុយល្អបន្ទាប់មកដាក់ទឹកត្រីបន្តិចមកដើម្បីឲ្យវារឹតតែឈ្ងុយអញ្ចឹងណាហើយយើងបំពងវាតលទៅឈ្ងុយទៅបន្ទាប់មកយើងដាក់សាច់ជ្រូកយើងចូលតែម្ដងហើយយើងកូរជាមួយគ្រឿងនឹងឲ្យវាឈ្ងុយឲ្យវាឆ្អិនសាច់អញ្ចឹងណាហ្នឹងហើយកុំភ្លេចដាក់ទឹកប្រេងខ្យងបន្តិចផងដើម្បីឲ្យវាកាន់តែឈ្ងុយហើយរសជាតិវារឹតតែឆ្ងាញ់អញ្ចឹងណាបន្ទាប់មកខ្ញុំដាក់អំបិលតែបន្តិចទេដោយសារតែដាក់ទឹកត្រីហើយដាក់ប៊ីចេងចូលយើងកូរវាឲ្យសព្វសាច់ឲ្យឆ្អិនសាច់ហើយឲ្យអារសជាតិហ្នឹងវាប្រៃអីសព្វចូលគ្នាហើយអញ្ចឹងក៏យើងដាក់ទឹកវាចូលតែម្ដងយើងរងាស់ទុកឲ្យវាផុយសាច់អញ្ចឹងណាបន្ទាប់ពីរងាស់វាឡើងផុយសាច់ហើយហ្នឹងក៏យើងដាក់ទំពាំងចូលតែម្ដងព្រោះថាស្ងោរឆ្អឹងជ្រូកទំពាំងជូរយើងអត់មានអីយូរទេទំពាំងក៏យើងមិនចាំបាច់រងាស់អីដែរពេលដែលសាច់យើងផុយហើយគ្រាន់តែចាក់ទំពាំងចូលហើយយើងទុកឲ្យទឹកពុះទៅគឺជាការស្រេចហើយអត់មានពិបាកទេបងប្អូនគ្រាន់តែចាក់ទៅទឹកពុះខុចមកអូឈ្ងុយខ្លាំងមែនតែនគ្រាន់តែឃើញស្រក់ទឹកមាត់បាត់ហើយបងប្អូនអើយហូបហើយដល់ពេលមកមើលម្ដងទៀតអូស្រក់ទឹកមាត់តក់តែម្ដងបន្ទាប់មកដាក់ម្រេចចូលបន្តិចហើយបន្ទាប់មកទៀតហ្នឹងគឺដាក់សន្លឹកខ្ទឹមចូលដើម្បីឲ្យវារឹតតែឈ្ងុយហើយយើងដួសឡើងមកតែម្ដងទៅព្រោះថាវាឆ្អិនហើយបងប្អូនមិនបាច់ទុកយូរពេកទេឲ្យតែសាច់យើងផុយគឺឆ្អិនហើយអញ្ចឹងស្ងោរឆ្អឹងជ្រូកទំពាំងជូរយើងក៏ឆ្អិនរួចរាល់ហើយដែរហើយក៏សូមបញ្ជាក់ដែរបងប្អូនមុខម្ហូបនេះគឺខ្ញុំធ្វើតាមស្រុកតាមតំបន់ហើយនឹងទំនៀមទម្លាប់ការហូបចុករបស់គ្រួសារខ្ញុំទេបើបងប្អូនអាចធ្វើខុសពីនឹងអីជួយខមមិនប្រាប់ផងថាធ្វើម៉េចអីចឹងណាខ្លែងនៅខ្ញុំនឹងអាចសាកវិធីថ្មីបានហ្នឹងហើយអរគុណច្រើនបងប្អូនហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងផងដែរអរគុណច្រើនជូនពរសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានសូមឲ្យសុវត្ថិភាពក្នុងការធ្វើដំណើរទាំងផ្លូវទៅនិងផ្លូវមកសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើបងប្អូនចូលចិត្តវីដេអូហ្នឹងកុំភ្លេច share ម្នាក់មួយផងបងប្អូនហ្នឹងហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ